យើងត្រូវមើលខ្លួនឯងម្ដងតើសប្តាហ៍យើងធ្វើការងារដល់ណាដូចបញ្ជាក់ខាងដើមអញ្ចឹងរាល់ទិន្នផលដែលយើងរកបានសម្រាប់ការងាររបស់យើងគេប្រើ10យើងធ្វើបាន8ក៏ដោយយើងធ្វើបាន7ក៏ដោយយើងត្រូវកត់ទុកយើងត្រូវចំណាំថាថ្ងៃនេះមេប្រើខ្ញុំបាន10ខ្ញុំធ្វើបានប៉ុណ្នេះយើងកត់ទុកខ្លួនឯងមេប្រើឲ្យយើងធ្វើអីម៉ោងប្រជុំយើងស្ដាប់យើងកត់យើងអីយើងណូតគុណភាពការងាររបស់យើងយល់បានប៉ុណ្ណាយើងទៅរកលទ្ធផលបានប៉ុណ្ណាយើង document វាទុកយើងកត់ត្រារបាយការណ៍ទិន្នផលរបស់យើងអញ្ចឹងអត់មានរឿងថាអ្នកនេះគាត់មកដណ្ដើម credit ការងាររបស់យើងឬក៏គាត់ថាអាការងារនឹងខ្ញុំខំជួយមកកណោអីចឹងទៅក៏អត់យកបងទៅពីហេដោយសារអីការងារនឹងយើងកត់ត្រាខ្លួនឯងថាយើងជាអ្នកធ្វើយើងចេញទៅគឺការងាររបស់យើងពីដៃយើងទៅយើងយល់ថាយើងបានធ្វើអីគេខ្លះអញ្ចឹងនៅពេលដែលគេមេសួរថាណែឯងបានធ្វើអីគេនេះយើង report មកយើងមានការងារខ្ញុំមានទី1ទី2ទី3ខ្ញុំធ្វើបានល្អអញ្ចឹងណាហើយមេសប្បាយចិត្តនឹងការងារនឹងឬក៏អត់យើងទៅមុខទៀតបើសិនជាគាត់អត់សប្បាយចិត្តយើងខំប្រឹងទៅរកលទ្ធផលបន្ថែមទៀតទៅអញ្ចឹងកន្លែងនេះគឺ document ការងាររបស់ខ្លួនទី2ការងារនឹងបើសិនជាយើងធ្វើហើយតើយើងសួរថាអ្នកដែលចំណែនយើងនឹងគាត់ធ្វើការជាមួយយើងឬក៏អត់ជាងកាលគាត់នៅក្នុង department ផ្សេងយើងត្រូវសួរខ្លួនឯងថាតើដើម្បីទៅរកទិន្នផលការងារមួយហ្នឹងវាត្រូវពាក់ព័ន្ធនឹងអ្នកដែលយើងឆ្លោះនឹងអត់ឧបមាថាការងារហ្នឹងត្រូវ approve ពីគាត់អ្នកដែលចំណែនយើងឬក៏អ្នកខ្លះការងារ department ផ្សេងអត់ត្រូវពាក់ព័ន្ធគ្នាទេអញ្ចឹងសួរយើងខ្វល់ឬមិនខ្វល់ពេលហ្នឹងយើងដឹងហើយបើសិនជាការងារពី department ផ្សេងគ្នាបើសិនជាយើងដឹងអំពីទំនាក់ទំនងយើងហើយនឹងគាត់នឹងកម្រិតណាយើងអាចដឹងថាតើយើងគួរពាក់ព័ន្ធនឹងគាត់ប៉ុណ្ណាបើសិនជានៅក្នុង department ផ្សេងគ្នាប៉ុន្តែយើងត្រូវការ approve ពីគាត់អ្នកដែលចំណែនយើងឬក៏អ្នកដែលយើងមានវិបត្តិជាមួយនឹងណាយើងធ្វើតាមទូនាទីយើងទៅការងារយើងធ្វើបានមកស្អាតប៉ុណ្ណាយើងត្រូវហុចតទៅឲ្យគាត់ខាងនឹងដើម្បីសញ្ញេឬក៏ប៉ាសេព័ត៌មានទៅវិញទៅមកយើងធ្វើយ៉ាងទៅកុំនិយាយលាយជាមួយអារម្មណ៍ពេលដែលយើងប្រស្រ័យជាមួយគាត់យើងនិយាយ tone មួយដែល professional យើងនិយាយភាសាមួយមានប្អូនមានបងត្រឹមត្រូវអញ្ចឹងទៅរក្សាសុជីវធម៌ផ្ទាល់ខ្លួនយើងបានទម្លាក់ការងារនឹងទៅគេប្រមាណគេបានទម្លាក់ការងារត្រឡប់មកឲ្យយើងប្រមាណក៏យើងត្រូវចំណាំទុកដែរយើងត្រូវយល់ដែររបៀបដែលយើងផ្ដល់ព័ត៌មានទៅឲ្យគេត្រូវតែប្រយ័ត្នព័ត៌មានដែលយើងផ្ដល់ឲ្យគេនឹងច្បាស់កម្រិតណាហើយគេផ្ដល់ព័ត៌មានឲ្យយើងវិញក្នុងកម្រិតណាយើងត្រូវរៀនមើលថាតើវាច្បាស់លាស់អាចឲ្យយើងនឹងទៅបំពេញធរៈយើងបន្តបានឬក៏អត់តែប៉ុណ្្នឹងគឺបានយើងអត់ត្រូវការធ្វើជាមិត្តភក្តិជាមួយគាត់យើងអត់ត្រូវការស្និទ្ធស្នាលជាមួយគាត់ក្នុងកម្រិតណាមួយយើងអត់ចាំបាច់ត្រូវនិយាយរកគាត់លើសពីមិត្តភក្តិលើសពីអីទេជាបុគ្គលិកការងារយើងគ្រាន់តែរាប់អានធម្មតានិយាយរកធម្មតាដើម្បីឲ្យការងារយើងមានលទ្ធភាពទៅមុខអញ្ចឹងអាហ្នឹងបើសិនជាយើងត្រូវពាក់ព័ន្ធគ្នាប៉ុន្តែបើសិនជាយើងអត់ពាក់ព័ន្ធគ្នាទេវាកាន់តែងាយហ្មងគឺយើងអត់ចាំបាច់ទៅខ្វល់ច្រើនទេសំខាន់បើពាក់ព័ន្ធតែយើងហើយមេយើង submit ឬក៏យើងតម្លាក់ការងារទៅមេយើងទៅគឺចប់អ្នកឯងនិយាយរកខ្ញុំឬមិននិយាយអត់ខ្វល់សំខាន់យើងអត់ពាក់ព័ន្ធគ្នាអញ្ចឹងណាអញ្ចឹងយើងអត់ត្រូវឈឺចាប់ទេកិច្ចបានកិច្ចមិនបានគូសបន្ទាត់ព្រំដែនឲ្យច្បាស់ថារាប់អាននិយាយស្ដីនៅក្នុងម៉ោងការងារដែនសមត្ថកិច្ចការងារនឹងកម្រិតណាហើយព្យាយាម respect ទំនាក់ទំនងរវាងគ្នានឹងគ្នាទំនាក់ទំនងការងារនឹង